อเปียซอแต่ไก่นี่ไก่เซลนะท้ายกับเจียการบังให้เอาเคยทายยืนคือเวลาโดยอักศึกษาโดยจัดบริษัทกับผู้เจียบไปยืนอัดเมียนขึ้นทาเกจำเนงแต่ยุบายยืนก็ปะนากรมนาเต้คือยืนกาเบียของวันสักจิตไม่ระบยืนเดียร์ออกเนี่ยท้ายยืนกับเตยเงินกายโจรูมตลอดแต่แจ้งคณะปะปจีจุนแจ้งคณะปะสังโครจีบแจ้งออกกับบ้านช่วยอุปถัมภ์แจ้งป้ายแจ้งตึกแจ้งไอ้บ่อยโจรูมตลอดเนี่ยครบคณะปะนโยบายมาเลยท้ายจีบแจ้งยืนบ้านมือดาวไฮตลอดยมสมริกาจุมเรียบจูนปอโอนปัตตะกอตะกอหากยมบาจูบขนาดนักนวมจนปูไอยืนบานตักไฮยัดแล้วเย็บปีละตะกอถ้าเอาไว้ได้กูบอกนอระบอยืนจากแปมไงนี่ยืนเพื่อบานดอยจุกจีเอาไว้ได้เจกาครบทุกยืนเปิดบานเพื่อบานตะกอตีบุยยืนตนาคือยืนบานตอนไฮยัดต่อการรอสปีเต้านาเต้าการตีสเตกาคณะรัฐมนตรีคือจูนโตลุกในยุรัฐมนตรีเต้านาติดสถานทูตฝรั่งเต้านาติดเต้าองการสาบจิตองการสาบจิตเกตนึ่งอมปีกำนึดละไม่เคยโคตรระบยูนให้บ้านตึกฉบับอมปีตึกใดกัมพูชีกรมยืนนบปีนี้พอได้น้องปราบทั้งไงในยืนเบียดผมน้องบอกคนนั้นให้ยืนผมน้องให้ติดเรายืนแห่ปานติดโดยแรกเพียงchỉ mỗi đây này kia bàn chấm riêng chun ai đọc áp bị ba đi nhịp lồng bình họ ta hai cái số ọt cún đón anh nhà thầu để bàn bằng co lại cái này nãy chui sầm ruột đã cho ai oi bàn dừng bàn thằng hai để chụp chỉ hỡi chụp chỉ là không cần thiết ấy thì nó cứ sầm lệ mai tại mùiบองโอนเด็กทำไม่ใช่คือปีนี้เพียซากมาแต่มวยคือการเพียประวัติศาสตร์มาคือไม่ละนะไอ้แก้แปรประวัติศาสตร์มานี่เกี่ยวกับคือมันได้ที่เราประเทศกัมพูชายืนตั้งปีชนะมาบริเกตสัปบุญมามันได้มีปฏิกรรมนามวยไปช่างประเทศมวยดิไอ้เราดิขมาเฮียไปช่างรถทับปายุนยุนสมตุนี่หายเจ็บกระหันเลยจุดเจ็บไปอยู่bằng hai ở vô này lần chứ mà khmer cho khai vô hay khmer mình máy là do vô tao từ tiền gì ni hai đại kiều khơi cả lát tập bò
លទ្ធផលដែលយើងធ្វើបានគឺសំលេងខ្មែរតែមួយតាំងរដ្ឋាភិបាលតាំងរដ្ឋសភាតាំងផ្នែកក្រមផ្នែកលើផ្នែកកណ្ដាលខ្មែរណាក៏ដោយទាំងអស់គ្នាតាមសាលារាជធានីភ្នំពេញនិយាយមកគឺការពារប្រវត្តិសាស្ត្រខ្មែរគឺការពារទឹកដីខ្មែរគ្មាននរណាអាចកលែងប្រវត្តិសាស្ត្រខ្មែរបានទេនេះហើយតែជាជោគជ័យនៃសន្តិភាពយុវជនហើយខ្ញុំជម្រាបម្ដងវិញទៀតកុំឲ្យភ្លេចថាគ្មានណាហ៊ានប្រឆាំងប្រទេសយួនទេមានតែយើងទេសម័យនេះហើយដែលយើងចាប់ឲ្យយួនសុំទោសមានតែពួកយើងទាំងអស់គ្នាខ្មែរយើងទាំងអស់គ្នានឹងតែឲ្យយួនមកសុំទោសហើយមួយទៀតទោះបីពេលនេះយួនមកសុំទោសក៏ដោយអាណាក៏ប៉ុន្តែអីដែលយើងបានឃើញយួនបានកបួចកកអាមួយនិយាយប្រទេសផ្ដាស់យកទៅវិញតែអានេះក៏ជាការបង្ហាញថាយួនបានទទួលស្គាល់ការពិតការធ្វើខុសរបស់ខ្លួនដែរទោះបីមិនទាន់ជាលិលាអសរក៏ដោយក៏ការបាតកម្មរបស់យើងទាំងអស់គ្នាបានបង្ខំឲ្យយួនដកអាមួយមិនបង្វិលប្រវត្តិសាស្ត្រអត់ដឹងអីនឹងយកទៅវិញហើយដែរអានេះយើងនៅរកចាំលិខិតនេះពីព្រោះឃើញថាសន្យាថាធ្វើកំណត់ការទូតជាមួយកម្ពុជាប៉ុន្តែបានឃើញហើយថាតាមលឺគេថាដូចតែគ្នាទេមិនតឃើញថាដកហើយហើយអាមួយគេគម្រាមខ្ញុំហ្នឹងគេថាបានដកឃើញដែរតែឯងទៅធ្វើអីទៀតអានេះគឺខ្ញុំគម្រាមកន្លែងហ្នឹងតិចរហូតដល់ថ្ងៃនេះទៀតគេនៅទទួលសាប់គម្រាមថ្ងៃនេះគេប្រាប់ថាឯងក៏មកមុខស្ថានទូតអីសោះស្ថានទូតយួនគេនឹងស្លាប់ខ្ញុំហើយគេនឹងនាំទ័ពមានកងទ័ពគេច្រើននៅគេស្លាប់ហើយតែឯងខំតវ៉ាឲ្យប្រឆាំងអីយួនជួយខ្មែរច្រើនណាស់តាំងពី79ប៉ុន្តែខ្ញុំថាអូយួនដែរយួនដីខ្មែរមិនដីយួនទេវើឲ្យនៅតែបតដែរស្អែកនេះថ្ងៃនេះអត់ទេហើយបើថាទ័ពឯងច្រើនមកជួបគ្នានឹងមកខ្ញុំមានទ័ពរបស់ខ្ញុំមកកដោដែរតាដល់ឃើញមកកពូបងនៅមុខយួនពេលនេះមកស្លៀកពាក់នេះឯកស្ថាននេះឯកស្ថានរបស់គឺកងពលកងទៅកៅគេបរាភូមិន្ទរបស់ខ្មែរយើងហើយតែការពារខ្មែរយើងហ្នឹងមិនការពារយួនតែយួនចាំតែគេប្រាប់ថាទេព្រឹកនេះកុំឲ្យមកមុខថាទូនយួនមានទ័ពពេកច្រើនហើយមានណាទ័ពច្រើនណាស់ខ្មែរទាំងអស់ថាទ័ពយួនប៉ុន្តែនេះជាការគម្រាមកំហែងទេបំផិតស្មារតីប៉ុន្តែយើងអត់មានតស្លុតអីទេបងប្អូនបើយើងមិនហ៊ានបដិកម្មទេមិនហ៊ានការបដិញ្ញាចិត្តការពារទឹកដីទេអានេះគេនៅតែមានការបង្ហាញរឿងនេះដូច្នេះយើងអត់មានសោកស្ដាយអាឡ័យសំណោះទេពីព្រោះដែលខ្ញុំជម្រាបមិញថាឥឡូវនេះយើងទាំងអស់គ្នាបានបង្ហាញនៅឆន្ទៈរបស់ខ្លួនបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរបំពេញកាតព្វកិច្ចជាកូនខ្មែរដើម្បីឲ្យវីរបុរសរបស់យើងទាំងអស់ស្ងប់ចិត្តហើយយើងបានខំប្រឹងតស៊ូទាំងអស់គ្នាឲ្យលោកឃើញទាំងអស់គ្នាខ្ញុំជឿថាវិញ្ញាណក្ខន្ធវីរបុរសរបស់យើងគឺលោកសប្បាយចិត្តហើយឥឡូវយើងឃើញហើយញ៉ាំយើងបានដាក់ទាំងអស់ខ្ញុំរៀបរាប់ហើយបើតាំងពីមុនមកទៀតតាំងអាស៊ានក៏យើងដាក់តាំងអង្គការសហប្រជាជាតិទាំងអស់ក៏យើងដាក់សហគមន៍ក៏យើងដាក់ដូច្នេះហើយខ្ញុំចង់បញ្ជាក់បងប្អូនយើងថាអ្វីដែលយើងបានដាក់នេះគឺក៏ជាការបង្ហាញទៅឲ្យអ្នកនាំពាក្យក៏ដូចជារដ្ឋាភិបាលយួនហើយក៏ដូចជាអន្តរជាតិគេដឹងអំពីល្បិចគេឃើញខូចរបស់យួនហើយក៏ជាការបំផាក់យួនយ៉ាងខ្លាំងដែរមួយទៀតដែរយើងបានបិទទាំងអស់អាណាផ្លាប់ពេនិចចង្អីសុំកុំឲ្យប្រើប្រាស់តំណែងរបស់យួនមិនមែនបិទថ្ងាមិនបែនបិទលើក្បាលទេណាបិទដៃជើងបាទបិទកផែគូនហើយតាមសារមួយទៀតដូចមិនថាអូឈប់ប្រើហើយឈប់ទិញឲ្យខ្លះមិនចេះលក់របស់យួនទៀតផងនេះជាជោគជ័យមួយទៀតហ្នឹងហើយតែខ្ញុំសូមជម្រាបបងប្អូនថាមិនមែនអត់ប្រយោជន៍ទេអានេះជោគជ័យធំណាស់អញ្ចឹងយើងទាំងអស់គ្នាជាអ្នកកសាងប្រវត្តិសាស្ត្រទី1ហើយដែលយើងហ៊ានប្រឆាំងប្រទេសមួយដែលចាត់ទុកយើងថាជាអាយ៉ងគេដូច្នេះពេលនេះប្រទេសខ្មែរយើងជប់នៅជាអាយ៉ងរបស់យួនទៀតហើយនេះច្បាស់ហើយបងប្អូនយើងដើរបានដោយសុខសុវត្ថិភាពទាំងអស់គ្នាអត់មានការបង្ក្រាបអត់មានអីទាំងអស់នេះហើយជាសារមួយមិនបាច់និយាយក៏យល់ដឹងខ្លួនដែរ
អានេះដែលខ្ញុំនិយាយនឹងថាទោះបីណាឯងមិនមកសុំទោសក៏ដោយបាត់គ្មានស្ថានទូតក៏ដោយក៏មិនមែនទីសុកទេម៉ាស៊ីនត្រជាក់ហ្នឹងបាច់យឺណាអានេះគឺគ្រឿងចាក់បេះដូងណាពីព្រោះសារបងប្អូនយើងបានផ្ញើនឹងចូលពេញបេះដូងហើយអាណាវាគ្រប់ហើយអញ្ចឹងហើយខ្ញុំក៏ថាខ្ញុំក៏ដែរសូមបូកសរុបចឹងទី1គឺថាបានធ្វើនៅអ្វីដែលយើងបានធ្វើគឺយើងបានបំពេញគ្រប់ចំនួនទាំងអស់ហើយទី2យើងបានការគ្រប់គ្រងទាំងគ្រប់គណៈបកនយោបាយដោយម្នាក់អត់មានគិតរឿងនយោបាយអត់មានរឿងគណៈបកនយោបាយទេគិតថាជារឿងជាតិទាំងអស់គ្នាអញ្ចឹងហើយបើចូលរួមទាំងអស់គ្នាការពារទាំងអស់គ្នាគ្រប់គ្រងទាំងអស់គ្នាជួយបាយជួយទឹកបងប្អូនយើងទាំងអស់គ្នាខាងគណៈបកប្រជាជនក៏ពួកខ្ញុំបានទទួលបាយរាប់រយរាប់ពាន់កញ្ចក់ដែរខាងគណៈបកសង្គ្រោះជាតិក៏មានជួយបងប្អូនផ្សេងក៏បានជួយដូច្នេះហើយខ្ញុំឃើញថាពួកខ្ញុំសប្បាយចិត្តមែនទែនដោយសារឃើញថាខ្មែរយើងពេលនេះវារួបរวมខ្មែរតែមួយគឺយើងសប្បាយចិត្តមែនទែននៅពេលដែលយើងធ្វើបាតកម្មម្ដងនេះនោះពីព្រោះយើងឃើញបាតកម្មកន្លងមករាប់ម៉ឺនរាប់លាននេះប៉ុន្តែការបាតកម្មគណៈបកនយោបាយទេតែគណៈបកនយោបាយទេព្រោះគណៈប្រកាន់គណៈបកនយោបាយម្ខាងប៉ុន្តែនេះអត់មានប្រកាន់គណៈបកនយោបាយណាទេគឺប្រកាន់រឿងជាតិទាំងអស់គ្នាតែម្ដងអញ្ចឹងយើងបានទទួលលទ្ធផលញ៉ាំបានហើយយើងបានធ្វើឲ្យមានការគ្រប់គ្រងក្នុងមជ្ឈដ្ឋានទូទៅទាំងប្រជាពលរដ្ឋអាណត្តិទាំងអាជ្ញាធរអីទាំងអស់ចូលរួមទាំងអស់គ្នារហូតបង្ហាញនៅសម្លេងខ្មែរតែមួយទៀតផងហើយមួយទៀតអីបាទធ្វើឲ្យបងប្អូនទាំងអស់បានដឹងឮគ្រប់គ្នាទាំងអស់អាណត្តិបានដឹងឮអំពីរឿងកម្ពុជាក្រោមបានដឹងឮអំពីរឿងយួនបំភ្លៃប្រវត្តិសាស្ត្រនេះជារឿងសំខាន់មានន័យថាធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បានគិតឃើញញ៉ាំរលឹកនឹកឃើញដល់រឿងទឹកដីយើងទាំងអស់គ្នាហើយក៏បានមករួមគ្នាផ្ដាប់កូនប្រាប់ចៅប្រាប់គ្នាយើងតរហូតដល់ស្ដាប់សារជីវករអីទាំងអស់នេះក៏បានមកចូលរួមផងដែរនេះហើយជាស្មារតីជាតិមួយដែលយើងចាប់ដើមទាំងអស់គ្នាចាប់ពីពេលនេះទៅគឺយើងខ្មែរតែមួយយើងសាមគ្គីគ្នាយើងស្រឡាញ់ជាតិយើងទាំងអស់គ្នាគាត់ជាលំងមិនប៉ុណ្ណឹងទៅទៀតណាឥឡូវបបៃឲ្យល្ងឹតកាត់តែខ្លាំងមែនទេប៉ុន្តែប្រហែលថ្ងៃដែលយើងធ្វើនេះដូចជាទេវតាដល់អំណោយផលមែនទេអត់ភ្លៀងអត់អីហើយសន្ទុំនេះហើយដែលជាគុណវីរៈបុរសរបស់យើងអត់ខ្ញុំសូមរំលឹកមួយទៀតយើងមិនមែនជឿឆ្អាតែប្រជាពលរដ្ឋទេសំបីតបារមីយើងដូចពេជ្រក៏គាត់ជឿឆ្អាដែរព្រឹកមិញគាត់ចេញមកដែរហើយក៏យកយើងឥឡូវបងប្អូនមានបានឃើញនិយាយពេញនិយាយព្រឹកមិញទេឃើញដែរទៅធ្វើនឹងរត់បងម្នាក់នៅក្នុងពេញអត់រំលឹកដល់យាយដូនពេញដល់ពេលស្រាប់តែយើងធ្វើរឿងជាតិយាយដូនពេញមកដល់ជួបយើងទាំងអស់គ្នាព្រឹកមិញនៅទីលានប្រជាធិបតេយ្យហើយបានប្រាប់ទៀតថាអូចៅហើយអាណាមិនដែលណាគេនឹកឃើញទៅវាចៅទេដូច្នេះយាយមានអីយាយចង្សួរសុំទុកចិត្តមួយគាត់នាំទៅជួបយាយអីទៅបានផ្លែឈើ7មុខអីទៅថ្វាយយាយគាត់សប្បាយចិត្តថាកូនចៅធ្វើតទៅទៀតទៅជោគជ័យហើយចូលមែនទេមិនចូលលេងទេចៅបារមីទាំងអស់នៅប្រទេសខ្មែរយើងទេវតាទាំងអស់ដែលរក្សាទឹកដីនៃប្រជាជាតិកម្ពុជាបានប្រោះព្រំជួយឲ្យយើងបានជោគជ័យទាំងអស់គ្នាក្នុងការតស៊ូដោយអត់មានឧបសគ្គអីមករារាំងទាំងអស់បាទចឹងហើយយើងប្រមូលបណ្ដឹងទៅមានការតែនេះហើយណាស្បាយប្រូបងប្អូនវិញកាយផងហើយក៏សូមជម្រាបម្ដងទៀតថាយើងខ្ញុំមានការសោកស្ដាយអាណិតអាសូរចំពោះទឹកចិត្តប្រសងទឹកចិត្តបងប្អូនយើងដែលបង្ហាញពីការស្នេហាជាតិអំពីការឈឺចាប់ណាដូច្នេះអ្វីទាំងអស់ដែលធ្វើឡើងបើសិនទេមិនមែនមែនទេប្រសិនបើមានការចោទប្រកាន់រឿងទោសបីអីចំពោះមើលទាំងអស់នេះគឺសូមវិតាដាក់ទោសមកលើខ្ញុំតែម្នាក់បានហើយសូមឲ្យទាំងអស់គ្នាទាំងប្រសងអីឲ្យបានរួចគឺទាំងអស់ចោះបាទហ្នឹងហើយគឺពុកប៉ុណ្ណឹងណានេះជាសារប្រាប់ទៅទាំងអស់ហើយបណ្ដាញសារព័ត៌មានជាតិអន្តរជាតិទាំងអាជ្ញាធរអីឲ្យដឹងជាសាធារណៈប្រាប់ថាហើយសេដ្ឋាគឺទទួលខុសត្រូវទាំងស្រុង
រកទាំងមើលតែធ្វើនៅទីនេះต้องបីជាការប្រព្រឹត្តអីរបស់ប្រសង់ឬក៏របស់អ្នកចូលរួមដោយបង្ហាញពីទឹកចិត្តស្នេហាជាតិនេះឲ្យសារតែទឹកចិត្តស្នេហាជាតិបានបែបនេះដូច្នេះខ្ញុំទទួលខុសត្រូវចឹងហើយសូមឲ្យបងប្អូនយើងសូមយើងប្រកាសរំសាយប្រទេសទៅហើយសូមប្រគិតពោជូនពោបកណាគុណម្ចាស់គ្រប់អង្គហើយភ្លេចសួរនេះចាំបាត់ធ្វើមកដល់ថ្ងៃក្រោយទៀតជិះបងទៀតទេមកចោលខ្លាចទៀតទេអញ្ចឹងបាយក្រោយយើងមកជួបគ្នានឹងទៀតហើយណោះតែបើឆ្លើយមកទៀតអញ្ចឹងហើយសូមជូនពោគោរពជូនពោប្រគិតពោគុណម្ចាស់គ្រប់អង្គនិមន្តទៅវិញបានសេចក្តីសុខចម្រើនតាមផ្លូវហើយក៏ដោយបងប្អូនទាំងអស់ដែលបានបំពេញនៅសេចក្តីល្អជូនជាតិមាតុភូមិធ្វើដំណើរដោយសុវត្ថិភាពហើយសូមបានប្រកបទៅដោយពុទ្ធពរតពុទ្ធប្រកាយយុវណៈសុខៈពលៈសូមបីគ្លៀងបាទសូមអរគុណនិងសូមបិទកម្មវិធីមកយើងពីនេះទៅបាទ